ខ្ញុំមើលព័ត៌មានក្រៅស្រុកឃើញភាគច្រើនកាន់ជើងថៃទាំងដែលកម្ពុជាមិនប្រើអាវុធធ្ងន់សោះណាធាខ្ញុំចាប់បាន2ចំណុចក្នុងសម្ដីប៉ុណ្ណឹងខ្ញុំអានអត់ចប់ទេតែខ្ញុំចាប់សម្ដី2ចំណុចចំណុចទី1តើប្រទេសនានាគេកាន់ជើងកម្ពុជាទេចម្លើយថាអត់ទេសំណួរទី1តើនានាប្រទេសតែគេលឺសូររឿងកម្ពុជានេះគេកាន់ជើងកម្ពុជាទេអត់ទេអត់កាន់ជើងកម្ពុជាទេអត់ទេអាណត្តិកម្ពុជាទេអត់អាណត្តិទេខ្វល់ពីកម្ពុជាទេអត់ខ្វល់ទេ3សំណួរអូខេសំណួរទី4ហេតុដូចម្ដេចបានជាគេអត់ខ្វល់អត់ចាប់អារម្មណ៍អត់កាន់ជើងពីព្រោះគេមើលឃើញកម្ពុជាមានមេដឹកនាំដែលខុបខិតសុំកលុំជាមួយនឹងអក្រិតកម្ម scam hacker online ប្រទេសកម្ពុជាដូចប្រទេសនៅអាមេរិកខាងត្បូងប្រទេសអាមេរិកខាងត្បូងកាលណាគេកលេចមើលអាមេរិកខាងត្បូងគឺជាប្រទេសគ្រឿងញៀនប្រទេសកម្ពុជាបើគេកលេចមើលគឺជាប្រទេស scam នេះគឺជាហាងឆេងឬក៏ជាមុខមាត់របស់ប្រទេសកម្ពុជាដែលលោកហ៊ុនសែនអត់ព្រមបញ្ញត្តិស្ដារស្ថានភាពនេះទេណាហើយតែអត់ចាជាងគេនេះគឺជនជាតិចិនវាអ្នកយើងក្រសួងទេសចរនិងសាក់លបងមិនយកថ្លៃទឹកថាការដល់ទេសចរចិនឬអ្នកដំណើរចិនមកកម្ពុជាប៉ុន្តែប្រជាជនចិននិយាយពេញ social media ថាអត់ចូលចិត្តអាស៊ានពូជ័យនេះទេអាស៊ានពូជ័យនេះគឺជាស្រុកដែលសម្បូរចាមគ្រោះថ្នាក់ណាស់តាមការពិតណាកម្ពុជាមិនគ្រោះថ្នាក់ណាស់ទេប៉ុន្តែរូបភាពកម្ពុជានៅខាងក្រៅអត់ល្អទេស្ដាប់ឲ្យបានណាអញ្ចឹងចំណុចទី1របស់ពាក្យដែលថាបរទេសគេអត់កាន់ជើងយើងគឺអត់កាន់ជើងយើងទេដោយសារអញ្ចឹងបន្តមកទៀតសូមបីទាំងដែលយើងមិនប្រើអាវុធធ្ងន់យើងមានតែមនុស្សដូចហ៊ុនសែនមិនខ្លាចប្រើទេក៏ប៉ុន្តែឥឡូវគាត់ចេះញញើតយើងកំពុងតែដេកយល់សពថាខ្មែរប្រហែលជាមាន PHL 03 10000ដើមអីចឹងឬក៏5000ដើមអីចឹងបើតាមខ្ញុំពិនិត្យមើលទៅ PHL 03របស់លោកហ៊ុនសែនមិនមានច្រើនទេ KS 1C ក៏អត់មានច្រើនណាមិនបានអត់មានច្រើននៅប្រទេសកម្ពុជាអ្នកកាន់អំណាចមានលុយរាប់ពាន់លានក៏ប៉ុន្តែលុយរដ្ឋវាតិចអញ្ចឹងកម្ពុជាអត់មានទេកម្ពុជាមានច្រើនអាវុធតូចអាវុធកាភ្លើងដៃភ្លើងអីបោបេសម្បូរណាបេសម្បូរណាតែដល់ឡើងដល់ក្របកំភ្លើងធំរួមទាំង B21 ក៏មានកំណត់តែដោយសារ B21 ក្របវាថោកអាចលោកហ៊ុនសែនមានរាប់ម៉ឺនក្របតែ SH1 ប្រហែលជាអត់មានក្របច្រើនទេ KS1C ក៏អត់មានច្រើនMR 70ក៏មិនអាចមានច្រើនណាស់ណាដែរ 90B ក៏មិនអាចមានច្រើនចំណែក PHL 03ក៏មានតិចបានជាមិនឃើញប្រើណាហើយសូមចៅក្មួយកូនកុំច្រឡំបើហ៊ានតែបាញ់អា PHL 03ទៅអាវុធ 300 មីលីម៉ែត្រនេះនឹងធ្វើឲ្យកងទ័ពសៀមវាយតាមអាកាសច្រើនជាងមុនទៅទៀតវាយមកដល់កំពង់ឆ្នាំងឬក៏កងទ័ពជើងទឹកសៀមរៀបក្បាលដល់ឆកកំពង់សោមអូខេហើយបើចង់មិនចង់សៀមវាបាញ់វិញពីព្រោះវាមានអា300មីលីម៉ែត្រអា420មីលីម៉ែត្រនិងអា475មីលីម៉ែត្រហើយវាមានច្រើនជាងលោកហ៊ុនសែនសូម្បីតែអា155មីលីម៉ែត្រក៏សៀមវាមានច្រើនជាងសូម្បីតែអាកំជ្រួចវងនេះអាយើងបាញ់នេះB21នេះវាអត់ប្រើផងវាប្រើរបស់វាក៏វាក្របវាច្រើនជាងពីព្រោះប្រទេសវាធំឃ្លាំងវាធំហើយលោកហ៊ុនសែនគាត់បណ្ដុំអាវុធគាត់នៅក្នុងដៃអង្គរៈគាត់មិនទុកចិត្តយុទ្ធភូមិភាគទេពីព្រោះគាត់ខ្លាចមានការរដ្ឋប្រហារអីអញ្ចឹងស្ថានភាពនេះចង់ជឿក៏ដោយមិនជឿក៏ដោយឲ្យតែច្បាំងយូរបន្តិចសៀមវានឹងពាត់សមុទ្រហើយវានឹងឃ្លាំមើលយន្តហោះចិនបើចិនដាក់អាវុធឲ្យវានឹងតាក់ទងអ្នកដទៃហើយយ៉ាងច្រើនអាស៊ានថៃវាងាកយកអាមេរិកទាំងអស់ហើយកម្ពុជាក៏ត្រូវពឹងចិននៅពេលហ្នឹងយួនក៏ត្រូវតែត្រៀមលក្ខណៈដកហ៊ុនសែនចេញពីព្រោះតែហ៊ុនសែនចូលចិនជ្រៅពេកដើម្បីច្បាំងអាស៊ានវាគ្រោះថ្នាក់យួនអញ្ចឹងលោកហ៊ុនសែននៅពីមុខគាត់មានសៀមនៅពីក្រោយគាត់មានយួនស្ថានភាពលោកហ៊ុនសែនលែងល្អហើយ
នេះគឺជាអ្វីដែលកំពុងកើតឡើងអូខេនេះគឺជាអ្វីដែលកំពុងកើតឡើង Can you please talk about the Thai army using American communication system called Data Link 16 and how it works បុនរងពីព្រឹកមិញនិងម្សិលមិញខ្ញុំបាននិយាយអំពីសង្គ្រាមនៅក្នុងវគ្គដែលខ្ញុំនិយាយពីសង្គ្រាមនោះខ្ញុំបាននិយាយអំពីផែនទីដែលកងទ័ពថៃប្រើផ្នែករដ្ឋបាល administration គេប្រើផែនទី1លើ250,000 scale ចំណែកឯនៅក្នុងកិច្ចការកងទ័ពគេប្រើ UTM base map scale 1/50,000 1លើ50,000 ផែនទីនេះបោះពុម្ពដោយ Defense Mapping Agency នៅសហរដ្ឋអាមេរិកក្រោយមក incorporate into Royal Cadastre of Thailand and Military Cadastre of Thailand គេហៅថាក្រសួងផែនទីទាហានហើយនិងក្រសួងរាជសុខយោធានៅក្នុងទសវត្សរ៍ទី90ផែនទីហ្នឹងក៏អាប់ដេតចូលទៅក្នុង satellite layers map តាំងពីហ្នឹងមក data link ក៏ establish យន្តហោះដែលថៃយកមកទម្លាក់ក្របបែកប្រហែលថ្ងៃហ្នឹងគឺសិតតែប្រើ satellite data link ទាំងអស់កងកំភ្លើងធំកងកំជួចវងយន្តហោះគឺប្រើ satellite data link ទាំងអស់មិនត្រឹមតែប៉ុណ្្នឹងទេប្រព័ន្ធចាក់គ្រាប់ពេលយើងបាញ់ទៅគេគេចង់ដឹងថាបាញ់ពីណាមកណាប្រព័ន្ធ the calculation of the incoming ការពិចារណាគណនាលើគ្រាប់បាញ់ទៅថៃគឺថៃប្រើ electronic តែជាប្រព័ន្ធដែលខ្ញុំហៅថាវាំងនួនកាលណាគ្រាប់ទៅឆ្លងកាត់ឲ្យតែច្រើនគ្រាប់គេដឹងថាបាញ់ពីណាមកទាំងអស់ហ្នឹងសត្វតែ data link រួមទាំងយន្តហោះដែលតម្លាក់គ្រាប់បែកនៅលើទឹកដីកម្ពុជាគឺមាន AWAC មាន early warning and control radar នៅលើយន្តហោះដែលទិញពី Sweden មកយកមកប្រើហើយ connect ជាមួយនឹង F16 connect ជាមួយនឹង Gripen ហើយនឹងកងទ័ពអា communication system របស់ថៃវាប្រើរបស់អាមេរិកជា NATO standard ប្រទេសថៃវាជាប្រទេស non NATO member តែវាប្រើរីឯអាវុធណាដែលវាទិញពីចិនហើយអត់អាច connect ជាមួយនឹង data link វាបានណាបើអត់មាន connect នឹង data link វាបានវាប្រើសម្រាប់ក្រៅផ្លូវការ Navy ដែលវាទិញពីចិនវាបំពាក់data link system ជាមួយនឹងប្រព័ន្ធអាមេរិកវាឲ្យសិង្ហបុរីនិងអ៊ីស្រាអែលធ្វើឲ្យវាចម្បាំងលើកនេះធ្វើឲ្យថៃស្គាល់គុណភាពសភាវុធរបស់ចិនច្រើនអញ្ចឹងដល់ពេលឈប់ច្បាំងថៃក៏កាត់បន្ថយការទិញអាវុធចិនហើយងាកទៅទិញអាវុធកូរ៉េខាងត្បូងជប៉ុនហើយនិងអ៊ីស្រាអែលនេះឯអាមេរិកវាទិញខ្លះពីព្រោះវាថ្លៃកងទ័ពថៃច្បាំងប្រហែលថ្ងៃនេះដឹងថាសភាវុធរបស់ចិនធ្វើឲ្យទាហានថៃស្លាប់របួសហើយអត់ប្រសិទ្ធភាពហ្នឹងច្រើនណាស់តាំងពីរត់ក្រោបដល់ស្អីអនាគតទៅថៃក៏ត្រូវឈប់កាត់បន្ថយអំពើពុករលួយក៏ផ្អាកការទិញអាវុធពីចិនត្រូវងាកមកប្រើអាវុធកូរ៉េខាងត្បូងជប៉ុនអ៊ីស្រាអែលវិញចំណែកវៀតណាមក៏វាតាមមើលសង្គ្រាមហ្នឹងដែរថាតើអាវុធរបស់ចិនដែលហ៊ុនសែនប្រើវាប្រសិទ្ធភាពប៉ុណ្ណាហើយអាវុធរបស់ចិនដែលថៃប្រើមកលើហ៊ុនសែនហ្នឹងប្រសិទ្ធភាពប៉ុណ្ណានៅពេលដែលយួនកំពុងតែផលិតអាវុធឆ្នាំក្រោយចាប់ដើមលក់អាវុធហើយចាប់ដើមលក់អាវុធក្នុងកិច្ចសហប្រតិបត្តិការវៀតណាមអាមេរិកអ៊ីស្រាអែលកូរ៉េខាងត្បូងនិងជប៉ុនអញ្ចឹងសំណួរតកតងពី communication system ឆ្លើយអញ្ចឹងថាវាជា satellite network ដែលសៀមវាប្រើរីឯនៅប្រទេសយើងចោទថាមានអ្នកចុច GPS ឲ្យសៀមអីសិតតែខុសទេសិតតែឆោតទេវាជា network តែម្ដងពីព្រោះសង្គ្រាមវិន័យ conventional warfare system គឺប្រើ connect ប្រើ network ចឹងលោកតាធ្វើម៉េចទៅកងទ័ពជើងទឹករបស់កម្ពុជាអាចអភិវឌ្ឍទំនើបកសាងកងទ័ពជើងទឹករបស់ហ៊ុនសែនតូចហើយនាវាចាស់និងនាវាធុនស្រាលកងទ័ពជើងទឹករបស់ហ៊ុនសែនមិនអាចការពារសមុទ្របានទេរយៈកាលកន្លងមកគ្រាន់តែល្បាតហើយនឹងយកលុយថ្លៃនេសាទដែលសៀមភាគច្រើនមកនេសាទនៅក្នុងសមុទ្រកម្ពុជាបង់លុយឲ្យកងទ័ពហើយលុយហ្នឹងវាអត់បានចូល
chia học bao đó chia tên cứ còn có xì lơi chôn tới cái chôn này sạt rồi về tụ này sạt thay chôn thằng đàn thì một máy bật bị cắn tụ này sạt rồi tại vì mình bị cắn là mình là chúng nó chạy con cái nó họ đang làm cái chia tụ này sạt cái nó bị slong đang tới chôn một con máy bật ở đó bằng lời ở máy này sạt hãy về ô tây tới với bài rock pon tụ này sạt Roxy chỉ mới xem là hộp đó à lấy con này chẳng tôi bây giờ cho băng thêm á có tụ để sạt xem mình lấy để sạt trong mọc này hay khai dưới phải chỉ chốn ấp đăng nghe ấp đăng chẳng sum nô thật phương mách ở về tầm nước ở khác tôi là còn sao hay đâm bấy tầm nước khác rồi chụp chố chụp út hay chụp fake ok hay à vay đó lúc bong miền ở cả chỉ hơn mà lúc ta khơi cây sập bái rương chăm nhiêu bình tóc hai lượt mà hộp đặt miền đây thật bay ấm đây luôn anh cho ca coi cả bệ sập đây ở nắng chỉ bệ sập đấy đại kia cầm phong tay nị dây này trong Facebook nét nị dây nâng comment chấm này đang nâng bị sao ấy cái nị dây hay nè để chọn lại những có trôi chất nâng đôi khi nị dây cút thật máy tình dồn hòm rồi cứng nè xong bây giờ bắt kia thành dây cút có kia nó không chưa đà sọc dưới mình sẽ lại đọc vào đó nhé bắt ta không dây lên thì dây sẩm nữa ấy lên nè ca pết chè chèn sọc đó trên xong ra phu tê cái thấy phu có chưa đà nhưng kết mơ nữa ok phu nơi Campuchia mày đặt nó mình men uất tham đà để anh đang cư dân tăng ngay lúc ta ớt chấm khánh có bên liên bạch xua chở nữa nữa xong bây giờ ta bắt có chở ai mình đại rồi nơi sọc thì chết rồi đằng đấy nó chở nó chân công khát về ta khơi thay promotion để Roxy nơi mò đá ao nơi nông ở kia chúng nó bay ở kia hai diêm cam miền chẳng rốt biệt đây nâng vô thiệp pel vay châu pi là nghệ mình ta không thế ắt không thế thay vừa trắng làm mấy nâng cùng tịch tịch tăng được đấy còn áo việt lập của chân scammer này làm về còn áo được bạc của đòn trần nè hãy trái trên một số thật không hãy cho trái mấy con mình xua luôn anh thà sọc nhóm là miền rê cho thay báo áo chào scammer vì thôi cả là tin năng mấy ban chia sầm đại nhóm về khóc mấy ban sọc nhóm về khóc mấy ban nhóm trong đăng thật ta xiêm được khóc miền này thà cô các bao chào ấy cầm pung tay khóc mình bên kia khóc đây khóc cháu cho tè chào ấy áo cháu mà nơi nông tè chào ai trái khơi khóc tè trái xua này chết thang thà xiêm về vay nhóm mới về chặt chào nó vô tới về khóc đấy nóពេលនឹងអ្នកចិត្តខាងដែលគេចេះច្បាំគេកវីក្បាលគេថាមិនដឹងចង់និយាយថាម៉េចទេបើចាឯងសួរគេក៏គ្នាថ្ងៃក្រោយគេឈប់និយាយរបស់ចាឯងពីព្រោះចាឯងវាអត់មានគោលក្បាលយល់ឃើញថាខ្លួនឯងធ្វើខុសប្រទេសកម្ពុជារដ្ឋាភិបាលឲ្យ scammer ចូលពេញហើយដល់សៀមទៅវាយទៅពាត់ scammer ដាក់ក្នុងគេបាយទៅជាកូនខ្មែរចង់ដឹងថាសៀមខុសហើយចុះមិនកូនខ្មែរអត់ដឹងថាខ្លួនឯងខុសណាពេលសៀមវាយចូលតាមព្រំដែនថាសៀមឆ្លៀនពេលហើយចុះយួនតែយកទឹកដីនោះមិនក៏មិនដឹងអញ្ចឹងគូក្បាលយើងមានបញ្ហាណាកូនមានន័យថាគូក្បាលយើងមានបញ្ហាអូខេណាគូក្បាលយើងគូក្បាលចៅឯងវាមានបញ្ហាត្រង់ថាវាឃើញខុសមកជារៀងតែមកជារៀងទៀតគូក្បាលអត់ឃើញខុសប្រសិនកម្ពុជារើទីតាំង scammer ពីព្រំដែនថៃទៅបោះទីតាំងនៅព្រំដែនវៀតណាមវិញណាព្រំដែនវៀតណាមវិញណាតើនឹងមានអ្វីកើតឡើងសប្តាហ៍ថ្ងៃនេះយួនវាក៏ដឹងថា scammer នៅតាមព្រំដែនវាច្រើនណាមួយនៅក្នុង CLVនៅក្នុងតំបន់ត្រីកោណនៅអត្តទៅសាឡវ៉ាន់ចម្ប៉ាសាក់សេកុងនៅនឹងឡាវនោះសម្បុក scammer នៅក្នុងតំបន់អភិវឌ្ឍសេដ្ឋកិច្ចពិសេសយួនវាមិនទាន់តោះគ្នាជាមួយហ៊ុនសែនចេញមកក៏ប៉ុន្តែក៏វាត្រៀមកត់ទុកទាំងអស់ថាតាមព្រំដែនវាហ្នឹងមានសម្បុក scammer ប្រហែលថៃរាប់ពាន់នាក់ធ្វើការនៅបាបាត់គឺការឲ្យ scammer ណារាប់ពាន់នាក់ទៅធ្វើការនៅបាត់យួនក៏វាកត់ទុកណាដូច្នេះអ្វីដែលម៉ាឡេសួរហ្នឹងវាកើតមុនកូនឯងសួរ it happens before your question វាកើតមុនកូនឯងសួរទៅទៀតអូខេហើយយួនក៏វាកត់ឈ្មោះទុកកិច្ចការដែលហ៊ុនតូធ្វើវាមិនបានទៅរករឿងហ៊ុនតូទេហ៊ុនវាដឹងណាហេតុដូច្នេះហើយបានជាខ្ញុំនិយាយអំពីសេនាធិការកំភ្លើងធំហើយនិងកំជ្រួចយួនតែសេនាធិការឥឡូវហ្នឹងតាំងនៅដាឡាក់ចំចំណុចកណ្ដាលនៃវៀតណាម
គ្រឿងកំជ្រួចអានឹងកំភ្លើងធំយួនមួយចំនួនបែរទៅឡើង